អត្ថបទស្ដាប់ធនិញ្ជ័យផ្ចាញ់អ្នកប្រាជ្ញាចិនបន្ទាប់ពីព្រះរាជាត្រាស់បង្គាប់ឲ្យយកធនិញ្ជ័យទៅពិឃាតព្រោះខ្ញាល់នឹងធនិញ្ជ័យយកប្រាក់ពន្ធពីឈ្មួញមួយបាតគ្រានោះធនិញ្ជ័យលោតទឹកទៅបួសជាព្រះសង្ឃដំណឹងធនិញ្ជ័យទទួលមរណភាពជ្រាបដល់ស្រុកចិនស្ដេចចិនបានបញ្ជូនអ្នកប្រាជ្ញ4នាក់ឲ្យមកចោទប្រស្នានៅនគរខ្មែរក្នុងគោលបំណងយកនគរខ្មែរព្រះមហាក្សត្រខ្មែរព្រួយប្រទេសជាខ្លាំងព្រោះមិនមានអ្នកណាអាចដោះប្រស្នាអ្នកប្រាជ្ញចិនបានឡើយក្រៅពីធនិញ្ជ័យថ្លែងពីធនិញ្ជ័យក្រោយពីបួសបានមួយខែក៏គិតអាត្មាអញនឹងនិមន្តទៅបិណ្ឌបាតក្នុងព្រះបរមរាជវាំងចង់ដឹងមើលពេលព្រះមហាក្សត្រឃើញអាត្មាអញតើទ្រង់ស្គាល់ឬទេព្រះតេជគុណជ័យគ្រងជីពរយកបាតមកស្ពាយនិងនិមន្តចូលវាំងជាមួយព្រះសង្ឃដទៃទៀតជាច្រើនពេលនោះលោកជ័យឈរក្រោយគេបង្អស់ដល់ពេលស្ដេចយាងមកដាក់បាតព្រះសង្ឃគ្រប់អង្គទ្រង់លន់មកថាអញមើលមុខលោកនេះដូចមុខអាជ័យលោកជ័យមានសង្ឃដីកាជ័យហើយថាមិនជ័យមានសង្ឃដីកាហើយនិមន្តហួសទៅឯព្រះមហាក្សត្រគង់នៅស្ងៀមដល់ពេលមានព្រះជាសារមកពីស្រុកចិនឲ្យដោះប្រស្នានោះព្រះជាទ្រង់មានព្រះតម្រិះកាលពីមុនអញឃើញលោកសង្ឃនិមន្តបិណ្ឌបាតប្រហារជ័យក្រែងវាមិនស្លាប់ហើយទៅបួសជាសង្ឃបើដូច្នេះអញឲ្យអាមាត្យដើររកតាមវត្តក្រែងវាទៅបួសមែនស្ដេចត្រាស់បង្គាប់អាមាត្យ4នាក់ចូលអស់អាឯងទៅរកអាជ័យក្រែងវារត់ទៅបួសអាមាត្យស្ដាប់ហើយពោលព្រះករុណាថ្លៃវិសេសទូលបង្គំសូមក្រាបបង្គំលាក្រាបទូលអាមាត្យដើរទៅរកធនិញ្ជ័យក្នុងវត្តឃើញធនិញ្ជ័យបួសជាសង្ឃក៏ទូលព្រះរាជាមានបន្ទូលថាឲ្យនិមន្តលោកគ្រូទៅវាំងលោកគ្រូជ័យស្ដាប់ឮហើយក៏និមន្តទៅតាមអាមាត្យព្រះរាជាទតឃើញធនិញ្ជ័យមានព្រះទ័យត្រេកអរឥតឧបមាទៅមានបន្ទូលសួរព្រះតេជគុណជ័យប្រហែលអអន់ព្រះទ័យនឹងខ្ញុំព្រះករុណាណាស់ហើយមើលទៅលោកគ្រូជ័យតបទេអាត្មាឥតអន់ចិត្តអ្វីនឹងព្រះអង្គឡើយស្ដេចបន្តមានអាចារ្យពីស្រុកចិន4នាក់មកចោទប្រស្នាជាមួយយើងភ្នាល់គ្នាដាក់នគរតើព្រះតេជគុណដោះបានដែរឬទេលោកជ័យតបភ្លាមអាត្មាអាចដោះបានសូមព្រះអង្គកុំព្រួយព្រះទ័យឡើយស្ដេចទូលបើដូច្នេះមានតែលោកគ្រូសឹកមកជាក្រហោះវិញលោកជ័យទូលស្ដេចអាត្មាសឹកថ្ងៃនេះឯងលាចាកសិក្ខាបទរួចហើយអន្តិតជ័យក៏ចូលកលថ្វាយបង្គំក្សត្រភ្លាមគ្រាន់តែក្រឡេកឃើញភ្លាមស្ដេចឧទានឡើងអើបណ្ឌិតជ័យមកហើយមែនទេតាយីមើលរៀងរើសមជាបណ្ឌិតអ្នកប្រាជ្ញខ្មែរមែនណែបណ្ឌិតជ័យប៉ុន្មានថ្ងៃទៀតយើងឲ្យគេមកចោទប្រស្នាហើយបណ្ឌិតជ័យទូលតប3ថ្ងៃទៀតសូមឲ្យគេមកចោទនឹងចោទឆ្លើយគ្នាសូមព្រះអង្គត្រាស់បង្គាប់ឲ្យគេរកគម្ពីរឲ្យបានច្រើនមកឲ្យមហាថ្លឹងយកទឹកខ្មៅមកដោះឲ្យបាន4ថាសយកក្តារ4ជ្រុង4សន្លឹកក្តារ4ក្អមហើយនឹងយកក្រដាសសន្លឹកធំធំឲ្យបានច្រើនសូមខ្ញុំព្រះករុណាធ្វើប្រស្នាថ្វាយស្ដេចចាត់ចែងធ្វើតាមបង្គាប់ធនិញ្ជ័យទាំងអស់ចាត់ចែងរួចហើយស្ដេចមានបន្ទូលទៅកាន់អាមាត្យឯងទៅប្រាប់អ្នកប្រាជ្ញចិន3ថ្ងៃទៀតឡើងមកចោទប្រស្នាអាមាត្យគោរពតាមឥតលៀងដល់ថ្ងៃកំណត់ហើយអ្នកប្រាជ្ញចិនឡើងមកចោទប្រស្នាឆ្លើយជាមួយធនិញ្ជ័យបណ្ឌិតជ័យចុះទៅទទួលអ្នកប្រាជ្ញចិនក៏ធ្វើប្រស្នាចោទដោយចង្អុលទៅលើមេឃធនិញ្ជ័យចង្អុលទៅព្រះអាទិត្យអ្នកប្រាជ្ញចិនចង្អុលទៅដីធនិញ្ជ័យលាបាត់ដៃហើយលើកម្រាម5បញ្ឈរទៅលើអ្នកប្រាជ្ញចិនចង្អុលមកធនិញ្ជ័យចង្អុលខ្លួនឯងអ្នកប្រាជ្ញចិនសួរកាលយើងចង្អុលទៅលើមេឃតើអ្នកឯងដឹងដូចម្ដេចធនិញ្ជ័យឆ្លើយអ្នកឯងចង់សួរថាចក្រវាឡនេះអ្វីដែលមានតែមួយធនិញ្ជ័យសួរចុះយើងចង្អុលទៅព្រះអាទិត្យអ្នកឯងដឹងឬទេអ្នកប្រាជ្ញចិនឆ្លើយអ្នកចង្អុលទៅព្រះអាទិត្យគឺសំដៅយកព្រះអាទិត្យនិងព្រះច័ន្ទអ្នកប្រាជ្ញចិនសួរចុះយើងចង្អុលទៅដីតើអ្នកដឹងថាម៉េចធនិញ្ជ័យឆ្លើយគឺអ្នកប្រាប់ខ្ញុំថាខាងក្រៅផែនដីមានទឹកសមុទ្រមានភ្នំនិងចក្រវាឡអ្នកប្រាជ្ញចិនសួរបន្ថែមចុះខ្ញុំចង្អុលទៅក្រោមអ្នកដឹងថាម៉េចធនិញ្ជ័យឆ្លើយអ្នកសួរថាតើផែនដីមានសត្វអ្វីធនិញ្ជ័យសួរចុះខ្ញុំចង្អុលខ្លួនខ្ញុំអ្នកឯងដឹងថាយ៉ាងម៉េចអ្នកប្រាជ្ញចិនតបដែលអ្នកចង្អុលខ្លួនឯងនោះគឺអ្នកប្រាប់ថាលើផែនដីនេះមានតែមនុស្សឆ្លើយប្រស្នាទៅវិញទៅមករួចហើយអ្នកប្រាជ្ញចិនលាធនិញ្ជ័យទៅសំពៅវិញលុះព្រឹកឡើងចោលប្រស្នាគ្នាម្ដងទៀតអ្នកប្រាជ្ញចិនចាប់ដៃជារង្វង់ឯធនិញ្ជ័យបត់ដុំដៃបង្ហាញ
អ្នកប្រាជ្ញលាម្រាមដៃទាំង5ធ្និនជ័យបង្ហាញម្រាមមួយអ្នកប្រាជ្ញឃើញដូច្នោះក៏លាទៅសំពៅវិញធ្និនជ័យក៏ត្រឡប់មកផ្ទះវិញដែរលោកគ្រូសង្គ្រាចនិមន្តមកសួរធ្និនជ័យអំពីប្រស្នាដែលចោទឆ្លើយជាមួយអ្នកប្រាជ្ញធ្និនជ័យទូលគ្រូសង្គ្រាចចិនធ្វើដៃជារង្វង់ខ្ញុំប្រកាសរណាថាគេធ្វើអង្រុតរត់ត្រីខ្ញុំប្រកាសរណាបង្ហាញដុំដៃមានន័យថាយកអង្រុតរត់ត្រីបានប៉ុនដុំដៃឯចិនបង្ហាញម្រាមដៃ5នោះគឺថាបើរត់ត្រីបានប៉ុនដុំដៃហើយធ្វើជាងៀត5ចម្រៀកខ្ញុំប្រកាសរណាបង្ហាញម្រាមដៃ1គឺមួយថ្ងៃស៊ី1ចម្រៀកលោកគ្រូសង្គ្រាចស្ដាប់សពគ្រប់ហើយក៏និមន្តទៅវត្តវិញបន្ទាប់មកសម្ដេចចៅវ៉ាទៅសួរធ្និនជ័យទៀតធ្និនជ័យឆ្លើយប្រាប់ចិនអោបដៃជារង្វង់ប្រស្នានេះគេថានគរយើងត្រូវបានគេខ្ញុំបង្ហាញដុំដៃគឺថាមិនបានជាដាច់ខាតចិនលើកម្រាមដៃ5គេថាគេមានគ្នាច្រើនណាស់ខ្ញុំបង្ហាញម្រាមដៃ1ខ្ញុំមានតែម្នាក់ឯងតែអាចវាអ្នកឯងឥតញញើតសម្ដេចចៅវ៉ាបានលឺហើយក៏ត្រឡប់ទៅលំនៅឋានវិញសម្ដេចចៅវ៉ានិងគ្រូសង្គ្រាចបានយករឿងនេះទៅទូលស្ដេចដើម្បីផ្គប់ព្រះតីពេលឮអ្នកទាំងពីរនិយាយខុសគ្នាដូច្នេះស្ដេចឆ្ងល់ក៏ត្រាស់បង្គាប់ឲ្យហៅធ្និនជ័យមកបកស្រាយធ្និនជ័យទូលស្ដេចចិនគេអោបដៃបង្ហាញមកគឺសួរថាក្នុងទ្វីបទាំង5នេះគឺមានអ្វីខ្លះទូបង្គំបាត់ដុំដៃបង្ហាញថាមានភ្នំព្រះសុមេរុនៅកណ្ដាលចិនបង្ហាញម្រាម5មកទៀតគឺបំណងគេសួរថាមានព្រះពុទ្ធ5អង្គបានត្រាស់ក្នុងកັບនេះទើបទូបង្គំបង្ហាញម្រាមដៃមួយនោះប្រាប់ថាមាន5អង្គមែនប៉ុន្តែបានត្រាស់4អង្គហើយនៅមួយអង្គទៀតមិនតាន់បានត្រាស់ប្រស្នាមានតែប៉ុណ្ណេះទេសូមទ្រង់ជ្រាបធ្និនជ័យវិលដល់ផ្ទះបង្គាប់ឲ្យគេយកទឹកខ្មៅនិងក្តារ4ជ្រុងព្រមទាំងក្តារ4ក្អមនោះមកគាត់យកក្តាមដាក់ត្រង់កណ្ដាលហើយយកថាសមានទឹកខ្មៅដាក់គ្រប់ជ្រុងទាំង4និងយកក្រដាសក្រាលពីលើក្តារធ្និនជ័យចាប់ក្តាមដាក់ទឹកខ្មៅរួចឲ្យក្តាមវាលើក្រដាសនោះទឹកខ្មៅប្រឡាក់ជើងក្តាមដិតលើក្រដាសទើបយកទៅហាលថ្ងៃរួចចងជាគម្ពីរក្រាលទុកធ្និនជ័យប្រមូលកូនក្មេងជាច្រើនមកចែកក្រដាសម្នាក់មួយសន្លឹករួចចង់អានថាម៉េចក៏ថាទៅធ្វើយ៉ាងណាឲ្យលឺត្រហឹងដូចក្មេងរៀនមើលសាស្ត្រាព្រឹកឡើងអ្នកប្រាជ្ញមកផ្ទះធ្និនជ័យដើម្បីចោទប្រស្នាគ្នាពេលឃើញក្មេងៗខំប្រឹងមើលអក្សរតាមពាក្យពេចន៍ធ្និនជ័យប្រាប់ឮកងរំពងរកតែអ្នកប្រាជ្ញនិងធ្និនជ័យចរចាគ្នាមិនបានអ្នកប្រាជ្ញយកក្រដាសនោះមកមើលតែមិនស្គាល់អក្សរមួយតួសោះធ្និនជ័យសួរតើអ្នកស្គាល់អក្សរនេះទេអ្នកប្រាជ្ញឆ្លើយទេខ្ញុំមិនដែលឃើញអក្សរអ្វីបែបនេះទេធ្និនជ័យនិយាយបើដូច្នេះឯងចាញ់ខ្ញុំត្រឹមអក្សរនេះហើយព្រោះបើអ្នកមិនស្គាល់តួអក្សរនេះទេនឹងឆ្លើយប្រស្នាគ្នាមិនបានឡើយអក្សរនេះគេហៅថាអក្សរមិនឆ្វេងអក្សរព្រាហ្មណ៍អ្នកប្រាជ្ញទទួលចុះចាញ់ធ្និនជ័យនិយាយបន្តបើអ្នកចាញ់ខ្ញុំហើយខ្ញុំយកតែរបស់ក្នុងសំពៅចំណែកសំពៅនឹងរូបអ្នកខ្ញុំឲ្យត្រឡប់ទៅវិញឯនគរឯងក៏ខ្ញុំមិនយកដែរគ្រាន់តែផ្ដាំថាកាលបើឮឈ្មោះធ្និនជ័យអ្នកប្រាជ្ញត្រូវតែខ្លាចឲ្យហើយទៅស្ដេចញ៉ាំមើលសពមុខមន្ត្រីទាំងអស់ឆ្ងាយសរសើរប្រាជ្ញាធ្និនជ័យគ្រប់គ្នា